ខានឃើញវីដេអូដែលខ្ញុំធ្វើម្ហូបជូនអូនទៅរៀនយូរហើយមែនទេបងប្អូននៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើម្ហូបហើយជូនអេលីបេឡារៀបចំខ្លួនពួកគាត់ទៅចូលរួមសង្ក្រាន្តឆ្នាំថ្មីនៅឯសាលាពួកគាត់បើគិតមកដល់ឥឡូវនេះខ្ញុំខានធ្វើវីដេអូដែលធ្វើម្ហូបឲ្យកូនទៅរៀននឹងយូរខ្លះមែនតើបើសិនជាបងប្អូនធ្លាប់តាមដានវីដេអូខ្ញុំបងប្អូនប្រហែលជាដឹងហើយថាមករយៈក្រោយនេះគឺខ្ញុំដាក់ឲ្យអូនអេលីបេឡាគឺគាត់ញ៉ាំអាហារនៅខាងសាលាប៉ុន្តែថ្មីហ្នឹងអេលីបេឡាគាត់ប្រាប់ថាឈប់ញ៉ាំនៅសាលាហើយចង់ញ៉ាំបាយស្នាដៃម៉ាមីវិញម្ដងអញ្ចឹងហើយឥឡូវនេះគឺអ្នកផ្ទះយើងចាប់ផ្ដើមធ្វើបាយឲ្យអូនញ៉ាំវិញហើយពេលដែលខ្ញុំទៅនេះគឺខ្ញុំអាចធ្វើឲ្យពួកគាត់ចឹងទៅគាត់ថាខ្ញុំមិនបានថតព្រោះអីការធ្វើវាតិចណាបងប្អូនវាយូរតាមថតនឹងឯងហើយម្យ៉ាងឥឡូវអេលីបេឡាគាត់ចំណូលចិត្តចាប់ផ្ដើមខុសគ្នាហើយអ្នកខ្លះគាត់ឃ្លាននេះចឹងទៅហើយអ្នកខ្លះគាត់ឃ្លានអាម្ហូបផ្សេងចឹងទៅមានថ្ងៃខ្លះចង់ឲ្យកូនញ៉ាំបាយប៉ាន់ច្រើនទាំងពីរខ្ញុំធ្វើម្ហូបក្នុងមួយថ្ងៃហ្នឹងពីរមុខផ្សេងគ្នាក៏មានដែរតែបើនិយាយទៅកូនខ្ញុំឥឡូវហ្នឹងគឺអត់ខុសពីមនុស្សធំទេម្ហូបធ្វើឲ្យញ៉ាំបាយបានច្រើនលុះត្រាតែសុភណភាពផងរសជាតិផងបូកសំនឹងម្ហូបគាត់ចូលចិត្តទៀតផងដូចម្ហូបដែលខ្ញុំកំពុងធ្វើនេះគឺចេញមកពីបាយស្លាបមាន់នឹងឯងប៉ុន្តែខ្ញុំចេះតែច្នៃធ្វើអីឲ្យតែប្លែកទៅណាយករបស់ដែលគាត់ចូលចិត្ត2 3 4មុខហ្នឹងយកមកចូលគ្នាក្នុងម្ហូបតែមួយទៅក៏ជប៉ុនមាន់ជៀនក៏គាត់ចូលចិត្តអាស្លាបមាន់ជៀនក៏គាត់ចូលចិត្តអាសារាយក៏គាត់ចូលចិត្តអញ្ចឹងម្ហូបដែលខ្ញុំធ្វើនេះសិតតែជារបស់កូនខ្ញុំចូលចិត្តផងហើយខ្ញុំក៏ច្នៃប្រឌិតម្ហូបទាំងអស់ហ្នឹងយកពី YouTube ផងអញ្ចឹងហើយមិនបាច់ទៅសើខ្ញុំថាខ្ញុំប៉ិនរនឹកមុខម្ហូបឲ្យកូនម៉េះទេខ្ញុំមិនមែនចេះតែរនឹកទេបងប្អូនខ្ញុំចេះរនឹកឃើញខ្លួនឯងខ្ញុំបាយកម្មដ្ឋានហ្នឹងអញ្ចឹងម្ហូបបាយរុំសារាយពងមាន់នេះដូចជាមិនពិបាកទេបងប្អូនដូចបងប្អូនឃើញស្រាប់អញ្ចឹងបេះបោចមូលទៅចាក់ពងទាឆុលអញ្ចឹងទៅដាក់សារាយឲ្យយើងកាត់ហើយទៅលើពងមាន់ពងទានោះទៀតមកហើយក៏យកបាយដែលយើងដាក់ជាមួយនឹងសាច់មាន់ហ្នឹងយកមករុំនៅក្នុងខ្ទះអញ្ចឹងមកមានអីបាក់ឃើញជាការស្រេចហើយសំខាន់ខ្ញុំញ៉ាំ 4-5 ដុំហើយមួយឆ្អែតទេមុនដាក់ឲ្យកូនហ្នឹងចង់ដឹងតែរសជាតិហ្នឹងវាកើតទៅជាការបានអត់ប៉ុន្តែឆ្ងាញ់មែនវាបែបប្លែកបងប្អូនទោះបីជាស្លាប់មាន់ដែលយើងចៀនហ្នឹងក៏យើងប្រឡាក់គ្រឿងឲ្យវាឆ្ងាញ់ហើយស្រាប់ហើយឃើញដាក់បាយបានតែ 5-6-7 ដុំអញ្ចឹងមែនប៉ុន្តែអាដុំមូលហ្នឹងច្រើនណាស់បាយងាត់ចូលគ្នាតិចឃើញបងប្អូនបកែពិនិត្យសង្កេតមើលណាខាងនេះមាន7ខាងនោះ6អា6ហ្នឹងបើអេលីមិនសូវញ៉ាំបាយច្រើនទេអញ្ចឹងក្នុងនេះខ្ញុំបន្ថែម hot dog ហើយនេះគឺខ្ញុំមានជាមួយនឹងគេហៅស្អីគេទេណារនឹកឃើញទេមើលពេលខ្ញុំរនឹកឃើញចាំខ្ញុំជួសអា voice over ហ្នឹងខ្ញុំផុសម្ដងទៀតហ្នឹងអញ្ចឹងហើយនេះសម្រាប់ផ្លែឈើគឺខ្ញុំរៀបចំដាក់អញ្ចឹងមានជាមួយនឹងពាំងបាយជូរតែពាំងបាយជូរកូនខ្ញុំគាត់ចូលចិត្តញ៉ាំអាពណ៌ខៀវច្រើនជាងគេហើយបន្ទាប់មកទៀតគឺខ្ញុំដាក់ជាមួយនឹង cherry ខ្ញុំដាក់តែ4-5គ្រាប់ហ្នឹងឯងបើសិនជាដាក់លើសពីហ្នឹងគឺដឹងតែកូនខ្ញុំគាត់ញ៉ាំផ្លែឈើឆ្អែតលែងបាយនឹងបដ ாய் បន្ថែមពីហ្នឹងទៀតគឺខ្ញុំក៏មានជាមួយនឹងទឹកស៊ុបដែលមានស្ពៃមានការ៉ុតមានផ្សិតហើយនឹងទ្រូងមាន់ច្រាំធ្វើជាប្រហិតសាច់ទ្រូងមាន់ហើយក៏មានលាយជាមួយនឹងប្រហិតសាច់គោថែមដែរណែម្ហូបកូនក្មេងនេះមិនតែម្ហូបឆាប់ដូរណាឥឡូវហ្នឹងបើសិនជាខ្ញុំធ្វើជាម្ហូបក្រៀមក្រោយឲ្យអូនខ្ញុំក៏ធ្វើតែមានម្ហូបទឹកដែរដើម្បីងាយស្រួលឲ្យអូនបាត់ជើងដោយសារតែមានជាតិ fiber ពីកាក់បន្លែអញ្ចឹងពេលដែលរៀបចំម្ហូបរួចហើយគឺខ្ញុំជ្រើសទៅងូតទឹករៀបចំខ្លួនឯងហើយក៏មកដាស់កូនដើម្បីរៀបចំខ្លួនបន្តទៀតពេលដែលរៀបចំហើយខ្ញុំមានអារម្មណ៍ថាសក់ពេលដល់រៀងខ្វះអីខ្ញុំក៏នឹកឃើញថាអូភ្លេចផ្កាចាផ្កាមកបន្ទុកធ្វើអីយកមកដាក់មកពេលគេឃើញគេរៀងហួសចិត្តគេដែរតែគាត់ថាឥឡូវហ្នឹងម្នាក់ចង់ស្អាតណាស់បងប្អូនអើយហើយដឹងណាមិនចេះដាក់ឲ្យលើសទេតើមើលធ្វើថាសមមិនឲ្យដាក់ងាកមកយពេនេះវិញខ្ញុំទាល់តម្រេះមិនដឹងធ្វើស្អីឲ្យទេបងប្អូនបើចង់ព្រមចង់អញ្ចឹងមានតែលាក់អញ្ចឹងឲ្យតោះហើយឥឡូវហ្នឹងកុំប្រហែសទូរស័ព្ទដឹងតែយកថតខ្ទេចគេចូលចិត្តធ្វើ vlogger ឥឡូវហ្នឹងណាហើយបើនេះទឹកដីរបស់កូនបងគេថតរូបឲ្យខ្ញុំម៉ែមកដូចអេលៀនក្បាលធំឲ្យខ្លួនឡើងខ្លីនេះហើយនេះរីសាលពេលដែលអូនរៀបចំខ្លួនរួចរាល់មិនដែរបងប្អូនស្អាតទេឲ្យម៉ានលើម៉ាននេះហើយស្រាប់តែរៀបចំខ្លួនរួចហើយលេងទាំងពីរអ្នកបងប្អូនហ្នឹងចេះមកសុំស្ក្រាប់ពីម្ដាយដែលខ្ញុំរៀបចំតាំងពីចូលឆ្នាំសង្ក្រាន្តផ្ទះខ្ញុំហ្នឹងហ៎ឃើញនៅទុកនឹងផ្ទះសល់ម៉ានកត្រកហ្នឹងឥឡូវគាត់សុំប្រាប់តែគ្រូមាន3នាក់ល្អណាស់លោកអូយកូនសិស្សណាគេទេលោកចេះសុំស្ក្រាប់សុំអីទៅឲ្យគ្រូនេះអញ្ចឹងអាលី13អាលីកាន់អស់អត់ចោះចឹងអាលីអញកាន់អស់អត់កាន់អស់អូខេអញ្ចឹងមិនជិះកាន់អូនអអត់ទេខ្លាចគេថាម៉ាក់ស៊ីសំណោកអ្នកគ្រូអត់ទេតោះតែលីអ្នកយកឲ្យអ្នកគ្រូខ្លួនឯងសំណោកហ្នឹងអីគេខ្លាចថាម៉ាមីហ្នឹងលេងខូចលេងឲ្យបាទយល់ណាស់ញ៉ាតោះអញ្ចឹងឲ្យអ្នកគ្រូអញ្ចឹងឥឡូវបេឡាយកមួយឲ្យអ្នកគ្រូអញ្ចឹងនេះគឺជា scrap 3 in 1របស់យើង
បើសួរតែ scrub 3 in 1 ដែលចេញថ្មីហើយនឹង scrub 3កំប៉ុងនេះវាខុសគ្នាមិនហើយបងប្អូនគួរទិញមួយណាក៏ទិញទៅជាជម្រើសបងប្អូនទេទិញតែ3កំប៉ុងបងប្អូនអាចលាយតាមចំណង់ចំណូលចិត្តបងប្អូនបានតែបើសិនជាបងប្អូនខ្ជិលលាយហើយបងប្អូនចង់បានប្រេងចិនសែច្រើនជាងមុនបងប្អូនក៏អាចជ្រើសរើសទិញជាមួយនឹង scrub ដែលលាយរួចជាស្រេចបានសាកមើលហេតុអី scrub នេះគេល្បីម៉េចគ្រាន់តែជា scrub ធម្មតាខាត់ទៅស្បែកក៏បានទន់រលោងតិចតួចអត់ប្លែកអីហេតុអីបានគេនាំគ្នាល្បីទិញ scrub នឹងប្រើច្រើនម៉េចតោះសាកបានដឹងអូត្រូវក៏ដែរចេញថ្មីបលាមួយអីម៉ាន3អេកូនសិស្សប៉ុន្តែគេគិតគូគ្រូណាខាមនសនដឹង3អូខេកាន់កូនអស់ចាអញ្ចឹងមែនអូលោកអើយកូនសិស្សពីណាគេដឹងគុណគ្រូណាស់លោកខាមនសនដឹងជុំខាមនសនដឹងដល់កាលបុណ្យទានណាដល់ខុសឡើងអង្គុយទៀតមិនចាញ់អត់មានឡានជិះមកស្រួលណាអង្គុយមុខវិម៉ាក់មែនគេមក come on បានឆ្ងល់អីគេវាធ្វើអត់ឈន់មែនវាទៅណាគេទីសុំយកឲ្យគ្រូគេណាបងបលាតែមួយតែលី3នៅមុខអាលីមិនឈន់មែនសុំយកឲ្យទីឈើមាន3អញ្ចឹងទីឈើវីដេអូនេះបើសិនជាឃើញចេញទៅណាយល់វាទឹកចិត្តកូនសិស្សផងខូចជាអីមិនតែគិតគ្រូណាគិតគ្រូណាមិនបច្ចេះមិនអីទេសុំឲ្យគ្រូហ្មងដឹងគ្រូចង់ស្អាតអីហ្នឹងហ៎អញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេរងចាំមើលវីដេអូក្រោយនៅពេលដែល Ellie Bella យក scrub ទៅឲ្យ teacher នៅក្នុងវីដេអូក្រោយគឺមានអីប្លែកទៀតទេបងប្អូនចាំមើលស្លៀកពាក់អញ្ចឹងទៅដល់សាលាគេមានសម្ដែងអីអត់ណាកុំភ្លេចរងចាំទស្សនានៅវីដេអូក្រោយទាំងអស់គ្នា